ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើនចំនួនអ្នកមើលទៅលើវីដេអូ live stream សម្រាប់បងប្អូនដែលប្រកបអាជីវកម្មលក់អនឡាញឬក៏បងប្អូនដែល live game ហើយបងប្អូនចង់ឲ្យ live របស់បងប្អូនមាន view ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link វីដេអូ live ណាមួយរបស់បងប្អូនយកមកផានៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនអាចធ្វើការចូលទៅក្នុងវីដេអូ live របស់បងប្អូនដើម្បីធ្វើការ copy link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំនឹងចូលមកក្នុងវីដេអូ live បែបនេះបងប្អូនបន្តមកទៀតបងប្អូនឃើញសញ្ញាព្រួយនៅខាងក្រោមហើយនៅខាងឆ្វេងដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាព្រួយនឹងមកបន្តមកទៀតបងប្អូនអស់មកខាងស្ដាំដៃបន្តិចមកដើម្បីចុចទៅលើពាក្យ copy link បន្ទាប់ពី copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង live របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺបងប្អូនគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាបងប្អូនហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាឧទាហរណ៍ថាសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះផ្ទាល់គឺខ្ញុំនឹងធ្វើការចូលតាមរយៈ Google បងប្អូនហើយបន្តមកទៀតបងប្អូនគ្រាន់តែសេពាក្យថាខ្មែរ SMMអូខេបងប្អូនចុចលើសញ្ញា search នៅខាងក្រោមនេះមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅលើ link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងនឹង load ជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់ទាន់បានធ្វើការចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នឹងបានបងប្អូនហើយសម្រាប់របៀបនៃការចុចឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះតែម្ដងសម្រាប់នៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook Live អញ្ចឹងជាដំបូងបងប្អូនអាចធ្វើការចុចនៅលើ Facebook Live នឹងមកហើយបន្តមកទៀតបងប្អូនធ្វើការអូសមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសគឺយើងមានដល់ទៅ18សេវាកម្មសម្រាប់ឲ្យបងប្អូនជ្រើសរើសសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងប្អូនគឺ Facebook Live Stream Server 1 ចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទីនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនហើយយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតទៅដល់សេវាកម្មដែលមានតម្លៃខ្ពស់សម្រាប់សេវាកម្មដែលមានតម្លៃកាន់តែខ្ពស់គុណភាពរបស់សេវាកម្មនឹងក៏កាន់តែល្អដូចគ្នាបងប្អូនឃើញចំនួននាទីដែលនៅលើសេវាកម្មនីមួយៗមានដូចជា15នាទី30នាទី45នាទី60នាទីនឹងអត់សម្រាប់កន្លែងនឹងដែរគឺមានន័យថានៅពេលដែលបងប្អូនធ្វើការជ្រើសរើសសេវាកម្មណាមួយឧទាហរណ៍ថាបងប្អូនជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់មានរយៈពេល15នាទីពេលដែលបងប្អូនបានធ្វើការបញ្ជាទិញឬក៏នៅពេលដែលបងប្អូនបានចុច submit ហើយសេវាកម្មចាប់ផ្ដើមដំណើរការអញ្ចឹង view នឹងនៅថេររយៈពេល15នាទីបងប្អូនសម្រាប់សេវាកម្មផ្សេងទៀតក៏ដូចគ្នាបងប្អូនគឺ view នឹងនៅថេររយៈពេល30នាទី45នាទី60នាទីអាស្រ័យទៅលើសេវាកម្មដែលបងប្អូនបានជ្រើសរើសសម្រាប់សេវាកម្មដែលមានតម្លៃកាន់តែថ្លៃ view ក៏នៅថេររយៈពេលកាន់តែយូរបងប្អូនអញ្ចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់គឺសេវាកម្មដែលមាន ID code 4668 Facebook Live Stream View Stay 15មីនិតដែរបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល7នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះសេវាកម្មនឹងចាប់ផ្ដើមដំណើរការឲ្យបងប្អូនបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នេះដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បានធ្វើការ copy link វីដេអូ live របស់បងប្អូនទេបងប្អូនក៏អាចចូលទៅក្នុង live stream របស់បងប្អូនហើយបន្តមកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នឹងលោតអក្សរផាសមកអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន view ដែលបងប្អូនចង់បានត្រង់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី20 view ទៅដល់20000 viewer បងប្អូននៅក្នុងចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម20ហើយនិងច្រើនបំផុតគឺត្រឹម20000ណាបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការដាក់ចំនួន20 viewer បងប្អូនតពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនពិនិត្យមើលនៅកន្លែងឆាតសម្រាប់កន្លែងនឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់មកបងប្អូនតែម្ដងនៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតែបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនប៉ុន្តែសម្រាប់កន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន viewer ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើពី20បងប្អូនដាក់100 200ឬក៏300អញ្ចឹងនៅកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលចំនួនលុយទៅតាមនឹងដែរបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលម្ដងទៀតនៅសេវាកម្មដែលបងប្អូនបានជ្រើសរើសនៅ
នៅខាងលើនឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category CV link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit ខាងក្រោមនេះដើម្បីធ្វើការបញ្ជាទិញបងប្អូនប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់បានធ្វើការចុច submit ទេបងប្អូនគឺខ្ញុំគ្រាន់តែបង្ហាញបងប្អូនអំពីរបៀបនៃការដាក់ view ទៅលើ live stream តើគេនឹងត្រូវធ្វើរបៀបម៉េចបងប្អូនតែសម្រាប់បងប្អូនដែលបានធ្វើការចុច submit ឬក៏ធ្វើការបញ្ជាទិញនៅពេលដែលបងប្អូនបានចុច submit ហើយនៅកន្លែងនេះនឹងលោតជាវិក័យប័ត្រមួយមកឲ្យបងប្អូនសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកហើយសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល7នាទីបន្ទាប់ពីបងប្អូនបានចុច submit ហើយនឹងលទ្ធផលឲ្យបងប្អូនហើយ view របស់សេវាកម្មនេះដែរគឺនៅថែរយៈពេល15នាទីបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវឲ្យបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន view ទៅលើ video live ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ